បាទសូមលំអរកាយគ្រប់ជំរាបសួរប្រិយមិត្តដែលកំពុងតែតាមដានការផ្សាយបន្តផ្ទាល់របស់អង្គភាព SNTV ព្រឹកញូបាទគណៈពេលនេះប្រិយមិត្តបាទវេលាម៉ោង 5:40 នាទីបាទមានករណីគ្រោះចរាចរណ៍មួយបាទគឺរថយន្តកុងតឺន័រនេះបាទបានបុករះជាមួយរថយន្តព្រុសហើយនឹងម៉ូតូមួយគ្រឿងបាទដែលកាឡាប់ផ្ងាជើងនេះស្ថិតនៅជិតសង្កាត់បាត់ត្រាងបាទសង្កាត់បាត់ត្រាងក្រុងបាទកំពង់សោមបាទបានបណ្ដាលឲ្យមនុស្សប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកាត់ហេតុនេះតតែម្ដងប្រិយមិត្តក្នុងជនបាទហើយយើងឃើញថាហេតុការណ៍នេះកើតឡើងនៅថ្ងៃទី 15 ខែមីនាឆ្នាំ 2025 បាទប្រិយមិត្តបាទម៉ូតូនេះឡើងម៉ត់ឡើងខ្ទេចតែម្ដងប្រិយមិត្តបាទឡើងខ្ទេចវល់តែម្ដងហើយសាត់លេខម៉ូតូនេះគឺកំពត 1L 9808 បាទហើយរថយន្តកុងតឺន័រនេះតំផលិតម៉ាស៊ីនមាញ់ទេបាទមុននេះនៅឆេះឡោយនៅឆេះម៉ាស៊ីនឡោយទេបាទហើយបរិសម្នាក់នេះគឺទៅបានបាទស្លាប់បាត់បង់ជីវិតហើយប្រិមិត្តបាទហើយម្នាក់រងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់ទីពេទ្យផ្អែកសិនមកយើងយកទៅបាត់ហើយបាទនៅសាកសពបាទនៅសាកសពម្នាក់មនុស្សប្រុសម្នាក់ដែលស្លាប់បាត់បង់ជីវិតនៅកន្លែងកាត់ហេតុបាទយើងឃើញថាមកនេះដែរឃើញមានវត្តមានសមត្ថកិច្ចបាទបានមកដល់ទីតាំងកាត់ហេតុដែរហើយគឺឃើញសាច់ញាតិដែលជនរងគ្រោះដែលអ្នកបើកតកង់ម៉ូតូនេះបាទមកដល់ទីតាំងដែរហើយបាទនឹងកំពុងតែយំសោកស្ដាយនៅបាទបាត់បង់សមាជិកម្នាក់ដែរនេះយើងទទួលព័ត៌មានបឋមពីកន្លែងកាត់ហេតុថារថយន្តនេះថាដាច់ប្រាំងប្រិយមិត្តបាទរថយន្តកុងតឺន័រដាច់ប្រាំងបាទนี่ก็เลิกนะเลิกชาติเลยนะเลิกชาตินะเหรอbiết đang ra quạt chi mà tô mà nét đúng không tô này đằng đấy nè chi màu một gì chắc mà ra mình em tô đồng pi chẳng cắt hết vậy môn tính các bạn này mà gọi mấy nhỉ trong lán bay kêu xây chết à Sam trong cam có mà kêu tiền cho hay đại chính là mình là bố này bà con đâu nào bà con thời đấy bông thấy con thời đấy con chim ăn nhá bông thấy chưa hay mau quay nhảy dọc hay chồng quay núi dọc con thấu quen đó bay à bông quen bắt côn tàu riêng mà đào hoành mặt á con bao tiền á anh tàu cũng cho lắm đây rồi con lăn đây baby con nó lên đây cha con đây là cái mà nó muốn quay chuyện không lại chuyện nắng nó đâu này nhé là kêu cầm cò nha đi cầm cò luôn chặt ta bong đặt côn tàu riêng là lớn có gì
vô ai cũng tia dơ ngâu ai mà nấu បាទប្រិមិត្តលោកជនយើងឥឡូវយើងបានទទួលព័ត៌មានបឋមពីសាច់ញាតិហើយបាទមុននេះបន្តិចហ្នឹងគឺគាត់បានដឹកកូនទៅរៀនបាទហើយដឹកកូនទៅរៀនមកដល់ចំណុចកាត់ហេតុនេះដំណឹងកងតនងដាច់ប្រាំងយ៉ាងម៉េចក៏យ៉ាងម៉េចទេយ៉ាងម៉េចទេប្រិមិត្តបាទបានបុករះជាមួយរថយន្ត2គ្រឿងផ្សេងទៀតทั้งម៉ូតូមួយគ្រឿងបាទបានមកដល់ឲ្យកូនហ្នឹងរងរបួសធ្ងន់ហើយការឪពុកនោះគឺបាទស្លាប់បាត់បង់ជីវិតប្រិមិត្តបាទប្រិមិត្តនោះយើងឥឡូវយើងឃើញរថយន្តព្រុសមួយទៀតដែលត្រូវកងតននេះបុកយើងទៅមើលឆ្លាក់លេខប៉ុន្មានបាទកងតនដែលបុកពីក្រោយរថយន្តព្រុសមួយគឺពាក់ស្លាកលេខភ្នំពេញ 2BI បាទ41បាទ19បាទបានបណ្ដាឲ្យកំពិតគូតពីក្រោយបាទប្រិមិត្តជនបាទតិចតែម្ដងបាទនេះបុកមកចំហៀងខាងឆ្វេងប្រិមិត្តបាទបងចាស់ឡាននេះមែនទេបងឡានបាទឡានកូនខ្ញុំអញ្ចឹងហើយបងមានដឹងហេតុការណ៍នេះយ៉ាងម៉េចទេបងនោះហេតុការណ៍កូននៅឡានអូនអ្នកបើកឡាននេះមែនទេអញ្ចឹងអូនមានដឹងហេតុការណ៍ហ្នឹងអាចសួរទីបានទេគេបកគូតពីក្រោយហ៎ដំបងឡើងវាមិនវិញអូនមកពីណាវិញមកពីសនុកមកលឿនហើយរួចទៅវាប៉ះមកជាឡាននេះមានព្រុសមកគ្រឿងផ្សេងទៀតហ៎បាទទៅបាត់ហើយនៅលើអូយើងប៉ះព្រុសអសមួយហើយបានបុកមកឡានណៃមកនេះមកគ្រឿងទៀតចាប៉ះឡានខ្ញុំមកទៅហងហ្មងហើយបាទកិច្ចមកនេះហើយទៅបានទៅបុកជាមួយនឹងអាឡែងអាសំចំមួយគ្រឿងទៀតបាទអូបច្ឆិតមកចេះដល់ពេលប៉ះម៉ូតូឡើងមកពីលើម៉ូតូគ្នានឹងជីកជៀនខ្នែទេបាទពួកខ្ញុំធ្វើការអញ្ចឹងមួយជីកជៀនខ្នែបាទហើយវាជីកមកពុកកាត់កូនមកពុកគេបងមើលសិនថាវាអត់ពុកគេខាងនេះវាពុកខាងនេះវិញមនុស្សច្រើនណាបាទមកប៉ះអាមនុស្សគ្នានៅខាងនេះដូចឲ្យគ្នាទៅអញ្ចឹងបងម្នាក់ដែលគាត់បើកម៉ូតូដែលរងគ្រោះថ្នាក់បាត់បង់ជីវិតហ្នឹងគឺគាត់មកជាមួយបងក្រុមការងារបងទៅហ៎អត់ទេខ្ញុំធ្វើការអូនៅទៅកាត់ផ្សេងទេអញ្ចឹងបាទដំបងឡើងមិនវិញបងមើលអាចជួយប្រាប់តិចបានទេដឹងដែរឃើញឡានទៅពីលើនឹងទៅបុកបាទបងបាទបាទអរគុណច្រើនបងបាទប្រិយមិត្តយុវជនឥឡូវខ្ញុំតាមមើលឡានព្រុសមួយគ្រឿងទៀតលើគាត់ថាពណ៌សបាទមិញម្ចាស់ឡានអ្នកជិះឡានពណ៌ព្រុសពណ៌ខៀវហ្នឹងគឺគាត់បញ្ជាក់ថាឡានហ្នឹងបុកឡានព្រុសមួយគ្រឿងទៀតបាទបុកហើយបានផ្លាតមកបុកឡានព្រុសពណ៌ខៀវហ្នឹងបាទមើលឡានព្រុសពណ៌សតាណាទេប្រិយមិត្តបាទពេលឡានសព្រុសមកជួយហើយជានៅហ្នឹងប្រិមិត្តតែមើលទៅបាត់ហើយអូនៅលើប្រិមិត្តបាទប្រិមិត្តទូនិជនបាទកាលនេះគឺបុករះតែម្ដងប្រិមិត្តបាទបងចាស់ឡានព្រុសនៅបងនេះកូនតាផ្លូវអាស្រ័យចឹងអាស្រ័យមួយណាអាចចូលទិញមើលបានទេបានទេមើលសុំទូគាត់ទិញគាត់ជាប់និយាយទូរស័ព្ទឡានគាត់ហ្នឹងបាទប្រិមិត្តទូនិជនបាទមិញរថយន្តក្រុងកុងតឺន័ររថយន្តកុងតឺន័រនេះគឺបានបុករថយន្តម៉ាកព្រុសនេះបាទពាក់ស្លេកភ្នំពេញ 2BB 7515បាទយើងឃើញថាមួយចំហៀងខាងឆ្វេងនេះគឺខ្ទេចតែម្ដងបាទបុកបែកឡើងបែកកង់យ៉ាន់ខ្នងអីបែកខ្ទេចហើយក៏ពិតទ្វាពីមុខពីក្រោយដល់មុខបាទនេះមិញយើងបានសាកសួរនាំពាក់ព័ន្ធជាមួយនឹងម្ចាស់រថយន្តព្រុសពណ៌ខៀវផ្ទៃមេឃនេះក៏គាត់ថាបានបុករថយន្តព្រុសនេះមួយហើយបានបន្តទៅបុករថយន្តពណ៌ព្រុសពណ៌ខៀវហ្នឹងបន្តហើយបុកទៅបុករថយន្តសាំយ៉ុងបាទសាំយ៉ុងទៅកម្មករចាក់បាទហើយបានផ្លាតមកបុកម៉ូតូបង្កឲ្យមនុស្សម្នាក់ដែលបើកម៉ូតូពីអ្នកឪកូនហ្នឹងបានស្លាប់បាត់បង់ជីវិតនៅកន្លែងកាត់ហេតុហើយម៉ូតូខ្ទេចធ្លាក់ចូលក្នុងអូបន្លាយនេះតែម្ដងបាទហើយកូននោះរបួសធ្ងន់ទៅរថយន្តសង្គមមិនតាន់នៅបន្តិចពេទ្យឯកសនុបើយន្តទៅយកទៅសម្រាប់ជាបាយប្រិមិត្តហត់ណាឆ្ងាយដែរប្រិមិត្តពីចម្ងាយពីនេះទៅហើយរាប់រយម៉ែត្រណា
បាទសូមអធិស្ឋានពីសំណាក់ប្រិយមិត្តទូរជនផងថាយើងអាចបានបងរថម្ចាស់រថយន្តព្រុសទី1ដែលទៅបានបុកនេះប្រិយមិត្តបាទហើយបញ្ជាក់ជូនទស្សនិកជនផងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបាទគឺកើតឡើងនៅតាមបណ្ដោយផ្លូវចិត្តលេខ4បាទចិត្តវត្តបាត់ត្រាងបាទម៉ូតូឪហ្នឹងដឹកកូនមកពីមកទៅតរៀនហ្នឹងហើយដល់អញ្ចឹងចេញសាលាហ្នឹងទៅបាទតាមផ្លូវចិត្តលេខ4នៅចំណុចបាត់ត្រាងប្រិយមិត្តបាទនេះជារថយន្តទី2បាទរថយន្តទី2ដែលទៅក្នុងកុងតឺន័របុកនេះគឺបាទបុករថយន្តសមុនមកហើយបានបុករថយន្តព្រុសពណ៌ខៀវនេះពាក់ស្លាកលេខភ្នំពេញ BBI ហ្នឹង4119ហ្នឹងបាទបុកឡើងតិចតែម្ដងពីគូតក្រោយនេះបានផ្លោងខ្លាតពីរថយន្តហ្នឹងទៅបុកបាទរថយន្តសាំយ៉ុងមួយគ្រឿងទៀតបាទមុននេះយើងចតឃើញនៅនៅផ្លូវបាទឥឡូវនេះខាងសមត្ថកិច្ចយកគាត់រៀបចំរថយន្តទៅជៀនឲ្យប្រិយមិត្តបាទហើយតាមស្ថានភាពដែលយើងសាកសួរព័ត៌មានបឋមពីកន្លែងកាត់ហេតុថារថយន្តកុងតឺន័រនេះលឿនណាស់បាទលឿនណាស់ពីនោះមកយើងមើលទំហំការខូចខាតការកលាប់នេះក៏មិនជឿតែម៉ានទេប្រិយមិត្តបាទបុកផ្លាកពីនឹងមកហើយបានបុកម៉ូតូមួយគ្រឿងដែរជិះនេះបាទធ្លាក់មួយជើងបន្លាយប្រិយមិត្តបាទធ្លាក់ផ្លូវនេះហើយម៉ូតូឡើងបាត់បត់បាទឡើងតិចតែម្ដងបាទខាងក្នុងនោះបាទប្រិយមិត្តទស្សនាមើលបាទឡើងតិចម៉ត់តែម្ដងបាទកលាប់បាសជើងមិញរថយន្តនេះនៅវិឆេម៉ាស៊ីននៅឡើយទេបាទគណៈពេលដែលខ្ញុំមកដល់មុននេះបានគេផលិតបាទឥឡូវនេះម្ចាស់រថម៉ូតូហ្នឹងម្ចាស់ម៉ូតូបានស្លាប់បាត់បង់ជីវិតហើយម្នាក់ទៀតដែលជាកូនគាត់នេះបានរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបរសេនុយើងនេះក៏បានយកទៅសម្រាប់ព្យាបាលផងដែរបាទនៅឡើយតែសពទេនៅកន្លែងកាត់ហេតុនេះបាទខាងសាច់ញាតិគេកំពុងទៅរកសម្ភារៈឧបករណ៍ដឹកយកទៅធ្វើបន់តាមប្រពៃនេះបាទហើយម្ចាស់រថយន្តនេះយើងអត់ទាន់ដឹងថាទៅតាណាទេបាទបាទប្រិយមិត្តទូរជនយើងឃើញថាមានការភ្ញាក់ផ្អើលរបស់បងប្អូនជាប្រវត្តិនៅជុំវិញទីនេះច្រើនណែនាំតាមម្ដងបាទហើយក៏ចូលរួមសោកស្ដាយនៅសមាជិកគ្រួសារមួយដែលបាត់បង់បាទជីវិតនៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផងដែរព្រមទាំងកូនដែលរងរបួសធ្ងន់នៅមន្ទីរពេទ្យខេត្តសៀមរាបយើងបាទករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបាទគឺយើងត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានច្រើនបាទជៀសវាងការកឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងនេះដោយបាត់បង់បាទឆក់យកជីវិតបងប្អូនជាច្រើននឹងរបួសស្នាមខូចខាតទ្រព្យសម្បត្តិពេលវេលាបាទធ្វើការផងដែរដូចជាលុយកាក់ផ្សេងបាទពេលនេះដែរយើងឃើញថាក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិតនេះគឺខាងគេរៀបចំវិកខ្ចប់បាទនឹងសែងយកទៅបាទដើម្បីយកទៅធ្វើបន់តាមប្រពៃណីផងដែរបាទចូលរួមសោកស្ដាយផងបាទឥឡូវនេះឃើញថាក្រុមគ្រួសារសពនេះគឺបានដឹកសពតាមរទេះបាទដឹកសពតាមរទេះទៅបាទបាទប្រិយមិត្តជនបាទគាត់នៅធំណាស់បាទករណីគ្រោះថ្នាក់ចរាចរណ៍បាត់បង់ស្លាប់បាត់បង់ជីវិតបាទហើយត្រូវបានដឹកតាមប្រទេសបាទដឹកតាមដាក់ដម៉កដឹកតាមម៉ូតូយកទៅបាទ
បាទចូលរួមសោកស្ដាយបាត់សមាជិកក្រុមគូសាមួយបាទដោយមិនដឹងខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដោយខ្វះការប្រុងប្រយ័ត្នបាទយើងដឹងហើយថាករណីមួយនេះបងប្រុសម្នាក់ដែលជិះម៉ូតូនេះបានតកូនទៅរៀនបាទហើយគាត់ជាកម្មករបាត្រាំងបាទយើងទទួលព័ត៌មានបឋមថាជាកម្មករចាក់បាត្រាំងបាទតកូនទៅរៀនមកដល់កន្លែងកើតហេតុនេះត្រូវបានរថយន្តកុងតឺន័របុករះទៀតមកចំគាត់ដល់ធ្វើឲ្យបាទរថយន្តនិងម៉ូតូធ្លាក់ចូលក្នុងបាទមួយខាងនៃផ្លូវបាទហើយគាត់អ្នកបើកម៉ូតូនេះក៏បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុផងដែរប្រិយមិត្តជនបាទហេតុការណ៍នេះកើតឡើងទៅតាមបណ្ដោយផ្លូវជាតិលេខ4បាទចិត្តសាលាសង្កាត់បាត្រាំងបាទក្រុងកំពង់សោមថ្មីខេត្តបរសៀនអនុបាទហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង5បាទថ្ងៃទី15ខែមីនាឆ្នាំ2025បាទបាទនេះជាសារមួយក៏5ផ្ញើជូនបាទបងប្អូនរថយន្តធំបាទដែលបើកវ៉ាជែងលឿនបាទតាមដែលបងប្អូនរាយការណ៍កន្លងមកគឺរថយន្តធំគឺបើកលឿនណាស់បាទហើយជាពិសេសកន្លែងនេះចិត្តកន្លែងច្រកចេញចូលនៅរោងចក្រសេដ្ឋកិច្ចពិសេសផងបាទហើយសូមមេត្តាបងមកដល់កន្លែងនេះគួរតែបើកបង្អន់យឺតទៅបងកន្លែងនេះមិនឆ្ងាយប្រហែលទេយើងបើកយឺតល្មមទៅផុតដល់កន្លែងទីប្រជុំជនបង្កឲ្យមានការគ្រោះថ្នាក់ចរាចរណ៍នេះបាទដោយសារការធ្វើប្រហែសរបស់យើងបាទបណ្ដាឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតទាំងកូននិងរបួសធ្ងន់បាទកំពុងសម្រាប់ព្យាបាលនេះបាទមកទល់មកនេះដែរគឺយើងឃើញថាមានវត្តមានកងកម្លាំងសមត្ថកិច្ចក៏បន្តទីតាំងកន្លែងកាត់ហេតុក៏បានរៀបចំបាទសម្រាប់ធ្នាប់ឲ្យកកស្ទះនៅតាមបណ្ដោយផ្លូវបាទផ្លូវនេះក៏ចាក់ឲ្យមួយជាងខែដែលខាងមានគ្រោះថ្នាក់នេះគឺមិនទាន់ហើយឡើយទេបាទយើងឃើញនៅកំពុងតែចាក់បន្តនៅសិតដល់យើងដើរនេះបាទប្រិមិត្តទូរជនបាទយើងក៏លេចមើលគឺរថយន្តរថយន្តកុងតឺន័រវិញបាទមកចំហៀងខាងឆ្វេងនេះគឺតិចបាទមកជាងខាងស្ដាំដឹងយ៉ាងម៉េចទៅបើបុករះពីលើមកបាទបើទៅភិនភាគរថយន្តនេះរថយន្តដែលព្រុសបុករះពីលើមក2 3គ្រឿងហ្នឹងគឺមកចំហៀងខាងឆ្វេងនៃរថយន្តបាទគឺតិចតែម្ដងហើយងាកមករថយន្តព្រុសពណ៌ខៀវនោះគឺខូចគូតក្រោយបាទគាត់ថាគាត់បោកគាត់មកទំហឹងហើយគាត់យករថយន្តហ្នឹងគៀងមកចំហៀងហើយរថយន្តមួយទៀតរថយន្តកុងតឺន័រនេះបន្តមកបុករថយន្តសាមយ៉ុងដែលកម្មកររោងចក្របាទឲ្យបណ្ដាខូចខាតរថយន្តតិចតួចដែរទេបាទហើយក៏ផ្លាតមកបុកម៉ូតូដែលបងប្រុសម្នាក់ដែលគាត់ដឹកកូនទៅរៀនបាទដឹកកូនទៅរៀននេះបាទបណ្ដាឲ្យអ្នកបើកម៉ូតូនោះស្លាប់បាត់បង់ជីវិតនៅកន្លែងកាត់ហេតុបាទកូនក៏រងរបួសធ្ងន់បាទត្រូវបានរថយន្តសង្គមបន្តនៃទីពេទ្យឯកពិសេសនោះយើងហ្នឹងក៏បានយកទៅសម្រាប់ព្យាបាលផងដែរបាទបញ្ជាក់ជូនប្រិយមិត្តទូរជនថាហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ4បាទចិត្ត4នៅចិត្តនឹងសង្កាត់បាត្រាំងវត្តបាត្រាំងនេះបាទស្ថិតនៅក្នុងក្រុងកំពង់សោមថ្មីក្រុងខេត្តបរសៀននោះបាទជាស្រ័យខេត្តបរសៀននោះបាទតាមដែលបងប្អូនជាបរិវត្តដែលគាត់ធ្វើដំណើរទីនេះគាត់ថាមានការភ័យក្រែងរអាជាមួយនឹងការបើកបររថយន្តធំបាទទីនេះគឺញឹកញយណាក្នុងការបាទគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតបាទរថយន្តធំនេះជាកន្លងមកយើងឃើញថាភាគច្រើនគាត់បុកហើយគឺវាច្រើនស្លាប់បាត់បង់ជីវិតនៅកន្លែងកាត់ហេតុបាទទីតាំងនេះមិនគួរបើកលឿនទេបងប្អូនប្រិយមិត្តបាទបងតកង់រថយន្តធំបាទយើងគិតថាខាងមុខនោះបាទយើងមើលឃើញខាងមុខនោះគឺជាច្រកចេញចូលនៃតំបន់សេដ្ឋកិច្ចពិសេសបងប្អូនរោងចក្របាទគាត់ចេញចូលពេលពិសេសម៉ោងគាត់ចេញហ្នឹងម៉ោង5ពេលល្ងាចហ្នឹងបាទហើយខាងមុខនោះគឺវត្តបាទមុខវត្តហ្នឹងគឺមានច្រកចេញមួយបាទចេញមួយទៀតគឺខាងរោងចក្រដែរបងចេញតាមផ្លូវក្រោយបាទហើយបងប្អូនមកកន្លែងនេះគួរតែបង្អន់លបឿនបងបាទมันគួរឲ្យមានកើតឡើងទៅចំណុចតែបុកហើយបាទស្លាប់បាត់បង់ជីវិតនេះទេបាទ
បាទអរគុណណាស់ប្រិយមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃនៃការតាមដានបាទការផ្សាយបន្តផ្ទាល់នៃអង្គភាព SNTV ព្រៃខញូបាទខ្ញុំបាទវ៉ានីនកំពុងអត្ថាធិប្បាយនៅតាមបណ្ដោយផ្លូវចិត្តលេខ4នៅជិតសង្កាត់បាត់ត្រាំងបាទក្រុងកំពង់សោមថ្មីខេត្តសីហនុបាទក្នុងការអត្ថាធិប្បាយផ្សាយបន្តផ្ទាល់បើសិនមានការអត្ថាធិប្បាយមានការលើសលួសខ្វះខាតដោយប្រការណាមួយបាទសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងខ្ញុំបាទនឹងក្រុមការងារក៏ថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះការចំណាយពេលវេលាតាមដានការផ្សាយបន្តផ្ទាល់នេះផងដែរបាទហើយក៏ក្រុមខ្ញុំបាទនឹងសូមក្រុមការងារក៏សូមគោរពលាសូមអរគុណ